ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតអំពីទីផ្សារភាគហ៊ុនហើយភាគហ៊ុនថ្ងៃនេះគឺដូចថាវាមានភាគហ៊ុនខ្លះឡើងភាគហ៊ុនខ្លះចុះឯចំណែកភាគហ៊ុនរបស់ខ្ញុំថ្ងៃនេះគឺចុះបងប្អូនហើយដូច Palantir Palantir is ថ្ងៃនេះគឺចុះឡើង7%បងប្អូនដូចជា$8ក្នុងមួយ share ហើយPalantir ហ្នឹងគឺចុះដោយសារតែវាបាត់បង់ contract នៅយុរ៉ុបបងប្អូនដែលgovernment នៅប្រទេសយុរ៉ុបហ្នឹងគេបានបោះបង់ចោលគេ cancel ចោល that's why ធ្វើឲ្យភាគហ៊ុនហ្នឹងគឺចុះហើយខ្ញុំបានទិញច្រើនគួរសមដែរថ្ងៃនេះដោយសារតែវាជាឱកាសមួយដែលវាថោកបងប្អូនគឺ Palantir ថ្ងៃនេះគឺចុះនៅសល់ត្រឹមតែ$120វាប្រហែលជាអាចចុះថែមទៀតព្រោះអីវាមាន bad news អញ្ចឹងណាបងប្អូនហើយខ្ញុំគិតថាបើសិនជាវាចុះថែមនៅសល់$110ខ្ញុំនឹងទិញបន្ថែមទៀតប៉ុន្តែដោយសារតាថ្ងៃនេះខ្ញុំបានទិញវាដូចជា400 share ដែរបងប្អូនដោយសារតែវាច្រើនវាចុះច្រើនហើយ Palantir នឹងគង់តែថ្ងៃណាមួយវានឹងឡើងវិញទេបងប្អូនដោយសារតែឥឡូវហ្នឹង everything pull back ហើយដូច UU អីបងប្អូន is down too ប៉ុន្តែវាអត់ down ខ្លាំងដោយអាមហឹកមួយខែមុនទេបងប្អូនហើយថ្ងៃនេះគឺទីផ្សារហ្នឹងគឺមានការព្រួយបារម្ភច្រើនដោយសារតែinterest គេអត់កាត់ណាបងប្អូនដល់ចឹងទៅវាធ្វើឲ្យទីផ្សារហ្នឹងមិនសប្បាយចិត្តវាធ្វើឲ្យចុះចឹងណាហើយដូចជាមានកត្តាផ្សេងទៀតដូចជាបច្ចេកទេសរបស់ AI ដែលមានការប្រកួតប្រជែងហើយអ្នកវិនិយោគទុននៅក្នុងAI stock ហ្នឹងគឺគេបានលក់យកលុយចេញខ្លះច្រើនណាព្រោះអីមហឹកនេះ AI stock គឺឡើងខ្លាំងណាបងប្អូនដល់ចឹងទៅក្រុមហ៊ុនអ្នកវិនិយោគទុនខ្លះគេយកលុយចេញខ្លះបងប្អូនដោយសារដូចថាគេចំណេញច្រើនគេលក់យកចេញខ្លះដើម្បីយកទៅទិញអីផ្សេងណាបងប្អូនហើយថ្ងៃនេះគឺខ្ញុំឃើញថាវាមាន stock 2ដែលធ្លាក់ចុះហើយវាជា stock ដែលខ្ញុំបានទិញគឺ Rocket Lab ហើយនិង Palantir គឺវាចុះច្រើនគួរសមហើយខ្ញុំបានទិញបន្ថែមទៀតដែរដូច Rocket Lab អីខ្ញុំបានទិញថែមវាដោយសារវាចុះឬ Rocket Lab ដូចជាចុះប្រហែល7រៀលអីបងប្អូនហើយit's a chance to get it ព្រោះអីវាអាចនឹងចុះទៀតប៉ុន្តែសម្រាប់ខ្ញុំបើសិនជាវាចុះទៀតខ្ញុំនឹងទិញថែម whatever I can buy ប៉ុន្តែឥឡូវនេះគឺ cheap ហើយstock នេះគឺវាមានចុះឡើងចឹងហើយបងប្អូនហើយតែថ្ងៃនេះគឺពិសេសមែនតើដោយសារ Palantir ចុះឡើង$8-9ហើយចុះក្នុងតម្លៃមួយដែលខ្ញុំចង់បានខ្លាំងតាំងពីប្រហែលខែមុនខ្ញុំ respect ថាវានឹងចុះដល់ខ្ញុំអត់ respect ថាវាចុះដល់ថ្នាក់ហ្នឹងឯងខ្ញុំគិតថាវាចុះទៅ125អីតែថ្ងៃនេះគឺវាចុះដល់120អញ្ចឹងខ្ញុំក៏បានទិញវាបន្ថែមទៀតហើយខ្ញុំគិតថាបើសិនជាវាអាចចុះទៅដល់100អី I gotta get some more because Palantir really good បងប្អូនហើយចាំមើលតិចទៀតព្រោះអីគេថានឹងអាចចុះថែមទៀតណាបងប្អូនអញ្ចឹងវាមានកត្តាច្រើនដែលបានធ្វើឲ្យភាគហ៊ុនថ្ងៃនេះចុះច្រើនគឺវាមានPalantir គឺបានបាត់បង់contract ពីយុរ៉ុបហើយនឹងការប្រកួតប្រជែងរបស់ AI ដែលដូចថាអ្នកវិនិយោគទុនគេដកលុយចេញច្រើនពី AI stock បងប្អូនព្រោះអីភាគហ៊ុនហ្នឹងវាឡើងខ្លាំងតែអញ្ចឹងគេវានឹង pull back ដល់អញ្ចឹងទៅគេទាញវាចេញខ្លះបងប្អូនទាញលុយដូចតែខ្ញុំដែរណាបងប្អូនហើយយើងចំណេញហើយយើងមិនយកលុយរត់ចេញអញ្ចឹងគេក៏ដូចគ្នាដែរហើយនឹងមានការព្រួយបារម្ភនៅក្នុងទីផ្សារភាគហ៊ុនហ្នឹងដោយសារដូចថាអ្នកវិនិយោគគេដកលុយចេញខ្លះបងប្អូនព្រោះអី
ថាវាជារឿងធម្មតាបងប្អូនបើសិនជាយើងចំណេញហើយយើងត្រូវយល់លុយចេញខ្លះហើយគេមិនដែលទុករួចចោលទេព្រោះអីគេត្រូវអ្នកដែលគេត្រូវយល់លុយទៅរស់ស៊ីធ្វើអីទៀតតែងអីទៀតអញ្ចឹងគេអាចបង្កើតលុយបន្ថែមលើនឹងទៀតអញ្ចឹងthat's why ធម្មតាបើយើងដាក់10000យើងឈ្នះបាន6-7000ហើយឬក៏ថា70%អញ្ចឹងវាមានវាទាំងគេទាំងយើងគឺដកលុយយកមកខ្លះឲ្យបងប្អូនមិនទុកទេអញ្ចឹងទៅហើយ Palantir នេះគឺថ្ងៃនេះចុះដោយសារតែវាបាត់បង់ contract ដោយថានៅយុរ៉ុបហ្នឹងគេ cancel វាពីមុនគេទិញវាឥឡូវគេលែងទិញអញ្ចឹងវាធ្វើឲ្យព័ត៌មានហ្នឹងចុះអាហ្នឹងដោយសារមានការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន OpenAI ប៉ុន្តែបើសិនជាយើង compare OpenAI និង Palantir គឺមានគឺខុសគ្នាឆ្ងាយបងប្អូនអាច compare បានទេ Palantir វាមានគេហៅថា more benefit ជាងណាអញ្ចឹងថ្ងៃណាមួយវានឹងឡើងវិញហើយគ្រាន់តែខ្ញុំអត់ដឹងថាពេលណាវាឡើងទេប៉ុន្តែសម្រាប់ Palantir ខ្ញុំជឿជាក់ថាវានឹងឡើងវិញហើយខ្ញុំចង់សន្សំវាបានច្រើនតាមតែខ្ញុំអាចធ្វើបានសន្សំទិញ share វាទុកបងប្អូនពួកអីវាចុះកាលពីមុនឡើងដល់$200ក្នុងមួយ share គឺខ្ញុំខ្វះកមែនតើខ្ញុំចង់ទិញប៉ុន្តែដោយសារតែវាថ្លៃពេកហើយខ្ញុំដឹងថាវានឹងអាចធ្លាក់ចុះ anytime បងប្អូនដល់ពេលឥឡូវនេះវាធ្លាក់ចុះមែនណាអញ្ចឹងចាំមើលថាតើវាធ្លាក់ដល់ប៉ុណ្ណាបើសិនជាធ្លាក់ដល់100អាហ្នឹងក៏ខ្ញុំអស់លុយច្រើនដែរបងប្អូនប៉ុន្តែបើសិនជាវាមិនធ្លាក់ខ្លាំងទេវាធ្លាក់ទៅ$10ថែមទៀតខ្ញុំនឹងទិញបន្ថែមទៀតបងប្អូនព្រោះអីPalantir គឺល្អមែនតើអូខេថ្ងៃនេះខ្ញុំក៏ចង់អាប់ដេតជាមួយបងប្អូននៅក្រុមហ៊ុន Palantir ហើយចាំមើលបើសិនជាទឹកនេះខ្ញុំមានឆ្លៀតបានខ្ញុំនឹងអាប់ដេតជាមួយបងប្អូនអំពី Ethereum ឥឡូវហ្នឹងក៏ល្អដែរវាឡើងមករើបបន្តិចទេបងប្អូនដោយសារតែគេបញ្ចប់សង្គ្រាមអញ្ចឹងអ្វីគឺវាអាចឡើងមកវិញក្នុងមួយប្រព្រឹត្តភ្នែកបើសិនជាបងប្អូនអាចជ្រើសរើស stock មួយណាដែលបងប្អូនចូលចិត្តណាហើយតាមមើលព័ត៌មានវាបើថាវាល្អបងប្អូនអាចទិញក៏ទិញទៅព្រោះអីឥឡូវភាគហ៊ុនហ្នឹងគឺវាគេហៅថាវាចាំតែថ្ងៃទាញឡើងមកលើវិញទេបងប្អូនគឺវាចាំតែថ្ងៃហក់ឡើងវិញណាអញ្ចឹងគាត់ថាបើយើងជ្រើសរើសចំ stock ដែលត្រឹមត្រូវគឺវាអាចហក់មកវិញយើងអាចចំណេញលុយអញ្ចឹងណាហើយដូច IonQ អីបងប្អូនគឺថ្ងៃនេះគេចុះវាឡើងអញ្ចឹងខ្ញុំចាញ់លុយនៅក្នុង Palantir ប៉ុន្តែខ្ញុំឡើងលុយនៅក្នុង IonQ ច្រើនគួរសមហើយខ្ញុំគិតថាបើសិនជាវាឡើងថែម1000-2000ទៀតប្រហែលជាខ្ញុំលក់ IonQ ហ្នឹងដើម្បីទិញ Palantir វិញព្រោះអីត្បិតតែ Palantir វាថ្លៃជាង IonQ ប៉ុន្តែជំរឿនរបស់ខ្ញុំគឺក្នុងពីរហ្នឹងគឺខ្ញុំនឹងជ្រើសយក Palantir ឯដែលល្អជាង IonQ ប៉ុន្តែគាត់ថាឥឡូវនេះខ្ញុំនៅចង់បានបន្ថែមទៀតនៅការចំណេញរបស់ IonQ អញ្ចឹងចាំមើលមួយរយៈទៀតប្រហែលជាមួយអាទិត្យនេះទៀតបើថាវានៅតែឡើងទៀតខ្ញុំនឹងលក់យកលុយមកទិញ Palantir វិញអូខេបងប្អូនយើងជួបគ្នានៅពេលក្រោយទៀតអរគុណច្រើន